នេះទិដ្ឋភាពបងប្អូនយើង1000ជាងគ្រួសារថ្ងៃនេះគេចង់មកបើកខាងអង្គការគេចង់មកបើកសម្ភារៈប្រើប្រាស់ហើយនឹងកញ្ចប់ថវិកាខ្លះប៉ុន្តែមិនដឹងជាប្រមាណទេព្រោះមួយខែហើយដែលមកស្នាក់នៅនេះហ្នឹងគាត់ទៅតែទទួលបានជាលើកទី1ទេអញ្ចឹងច្រើនទាំងអស់ទាំង1000ជាងគ្រួសារគឺបានទាំងអស់អនុសម្ភារៈប្រើប្រាស់មានតង់មានធុងសពគ្រប់បែបយ៉ាងហ្នឹងគឺសម្ភារៈប្រើប្រាស់សម្រាប់ចែកឲ្យបងប្អូនជនភៀសសឹកយើងនៅខាងច្រកបឹងប្រគួនអញ្ចឹងនេះកញ្ចប់ថវិកាជាលើកទី1ហើយប៉ុន្តែតាមឮថាបានដូចជា$60ក្នុងមួយគ្រួសារអញ្ចឹងមួយខែជាងនេះទៅទទួលបាន$60នឹងឯង